នៅក្នុងធម៌និយាយពីរឿងអ្នកធ្វើទៀនខ្វះនិងអ្នកធ្វើទៀនលើសឧទាហរណ៍ថាសន្យាថានឹងឲ្យនឹងអីឯងចាំខ្ញុំជូន100ដល់ពេលឲ្យនឹកឃើញដូច100តិចចាស់ធ្វើអីមិនកើតទេតែខ្ញុំថែម50ទៀតទៅអញ្ចឹងអ្នកនឹងបើរកស៊ីវិញណាចង់បាន10បាន5 10ហើយបើអ្នកខ្លះសន្យាថាងអីចាំខ្ញុំជួយ100ដល់ពេលថ្ងៃឲ្យដូចច្រើនដល់ហើយ150បានណាដល់ពេលបានផលមកវិញរកស៊ីចង់បាន10ដល់បានតែ5ឯងពីព្រោះយើងកាត់ប៉ុនគេអស់ពាក់កណ្ដាលហើយបើអ្នកដែលថាសន្យាថាឲ្យ100ហើយឲ្យ100អានឹងប្រាថ្នាប៉ុណ្ណាបានប៉ុណ្ណឹងត្រឡប់មកវិញអញ្ចឹងណាអញ្ចឹងបានបើយើងចេះធ្វើប៉ុនទៅប៉ុននឹងដូចជីដូចទឹកចាក់ទៅធ្វើឲ្យជីវិតនឹងស្រស់ញឹមអត់សូវពិបាកឯងនឹកប្រាថ្នាអីបានដោយកម្លាំងប៉ុនចាស់ផងរួមជាមួយនឹងប៉ុនថ្មីសេចក្តីព្យាយាមពេលបច្ចុប្បន្នហ្នឹងផងអញ្ចឹងបានពុទ្ធមិនឲ្យយើងខ្លាចប៉ុនទេបានអាបាបហ្នឹងវាចេះមកបន្លាចយើងឧទាហរណ៍សេចក្តីកំណាញ់វាមកខ្សឹបថាច្រើនណាច្រើនពេកឬក៏ថាត្រូវចិញ្ចឹមម៉ែចិញ្ចឹមឪអីចឹងហឺឯងចេញហើយឯងនៅក្បែរម៉ែឯងចេញអញនៅឆ្ងាយអញរួចខ្លួនមានកូនអញ្ចឹងហ៎ញាតិញោមហ្នឹងហើយដូចគេធម្មតាទៅណាហើយងាប់អាអ្នកនៅជាមួយនឹងទៅបាយទឹកឈឺជាយប់ប្រលប់បាក់ហ្នឹងយើងបានបន់ដែរហ្នឹងហើយអញ្ចឹងអ្នកដែលហីនឹងប៉ុនហ្នឹងដល់ពេលរកស៊ីទទួលទានក៏ហីដែរទៅវាមិនសូវបានផលណាញោមណាអនុមោទនា